vàมันអាចជិះបាន AI ត្រូវតែរៀបចំខ្លួនបាទនេះខ្ញុំនឹងនាំគ្រូគូណាដែលទៅជាមួយខ្ញុំថ្ងៃនេះនៅថែវខាងជើងនេះជាប្របាទជ័យមន្តទី7ពេញយុះកំពុងតែទទួលសវនាការប្រខណ្ឌរាជហើយខាងនេះមានមន្ត្រីមានមនោមនាងអីនៅសវនាការហ្នឹងបាទខ្ញុំចង់និយាយថាអាណាចក្រអង្គររឹងមាំចុះហេតុអីបានយើងបង្ហាញមហាក្សត្រយើងមិនរឹងមាំនាំឲ្យទស្សនៈសង្គមយើងបែកបាក់ទុតជ្រាយរូបពេញយោមានតាចុះហេតុអីយើងមិនយកមកនេះមកកត់ក្រងរាជស្អីស្អីទាំងអស់មានទាំងអស់ហើយខ្ញុំគូរូបនឹងចាញ់រួចហើយចឹងខ្ញុំចង់លើកទស្សនៈដែលឆ្លុះបញ្ចាំងអំពីទស្សនៈដឹកនាំរដ្ឋហ្នឹងបន្តិចនេះបាទអានខ្លួនឯងទុកមើលខ្លួនឯងក៏បានដែរសម្ដេចធិបតីបានលើកហើយមានណាជួយយើងជាងខ្លួនយើងទេតែធ្វើម៉េចជួយខ្លួនឯងបានគិតទៅលីខ្វាន់យូខ្ញុំបាននិយាយរួចហើយអភិវឌ្ឍអ្វីក៏ដោយត្រូវអភិវឌ្ឍខ្លួនឯងសំទោសអភិវឌ្ឍគូក្បាលមនុស្សសិនលីខ្វាន់យូគេបណ្ដឹងចេញពីម៉ាឡេឆ្នាំ65ម៉ាឡេសំបីតែទឹកក៏មិនឲ្យផឹកដែរអាក្រក់ណាស់ឯងត្រូវទិញលីខ្វាន់យូនឹងសិង្ហបុរីអញ្ចឹងឆ្នាំ67គាត់ជារដ្ឋស្ថាបនិកបង្កើតអាស៊ានដែរឥឡូវសិង្ហបុរីជាស្អីគូក្បាលមនុស្សស្អីក៏ចេញពីគូក្បាលមនុស្សដែរអារីស្តូតមនុស្សជាសត្វនយោបាយតែសារខ្ញុំគ្រូនយោបាយខ្ញុំត្រូវតែលើកគ្រូដើមខ្ញុំមកដែរមនុស្សទាំងអស់គិតស្អីគួតប្រជែងអីតាមដឹកនាំមនុស្សតាមនយោបាយតែអត់មានពេលបញ្យល់ផ្លាតុងពលរដ្ឋខ្លាំងឬបានមេដឹកនាំខ្លាំងហើយពលរដ្ឋយើងខ្សោយទេមួយថ្ងៃអង្គុយតែផឹកទេអាណាធ្វើអីធ្វើទៅអញដឹងទេអាណាជាប់អីជាប់ទៅមិនមែនរឿងអញផងរឿងនយោបាយរឿងណាក់លើតើអញ្ចឹងគេជាប់មកគេដឹកនាំអញ្ចឹងទៀតហើយនេះខ្ញុំនិយាយឡើង20ឆ្នាំជាងហើយណាប៉ុន្តែឥឡូវឃើញគេយកទស្សនៈរបស់គឹមចង្អុនយកមកនិយាយតែយំពៅនិយាយយូរអត់យកមកនិយាយផងផែនដីនេះផ្ដល់យុត្តិធម៌ឲ្យតែអ្នកខ្លាំងទេខ្ញុំស្ដាប់ចម្រៀងខ្ញុំអត់លើកឈ្មោះអ្នកសិល្បករហ្នឹងឯងខ្ញុំទីហោឲ្យក្មួយឆាប់ចាប់បានបងក្របងរូបមិនល្អបងល្ងងអូនមិនស្រឡាញ់អាណាគេស្រឡាញ់ក្រល្ងងរូបមិនល្អទៀតថារូបមិនល្អទៅចោះក្រទៅចោះប៉ុន្តែក៏មួយល្ងងមើលកុំឲ្យល្ងងមើលស្រីណាទៅស្រឡាញ់បើអស់អាលីងហើយមើលក្មួយស្រីគួរឲ្យស្រឡាញ់ប្រុសអញ្ចឹងដែរបងក្រល្ងងមិនល្អរូបមិនល្អហុចច្រៀងធ្វើឲ្យកំសត់ហើយវាល្មមហើយកំសត់ហ្នឹងយើងត្រូវគិតឲ្យលើសពីអាហារ3ពេលខ្ញុំនិយាយយូរអាហ្នឹងផឹងអីអាហារ3ពេលដូចគ្នាអាច3ពេលស៊ីផុកគេ3ពេលសាក់ស្តេកហ្នឹងស៊ីផុកឈឺឲ្យលុយទៅពេទ្យអត់បានទៀតគេណោះឈឺជីយន្តហោះទៅសិង្ហបុរីខ្ញុំថាគិតឲ្យលើសពីអាហារ3ពេលសល់លុយទៅញពុតផងបើមានលុយឯងចូលមកអញបាញ់តើអត់លុយអាចចូលអញសន្តិភាពអញរក្សាសន្តិភាពអីមិនអត់លុយទិញពុននេះអានេះមហាជនយើងណាក៏ដឹងដែរយុវជនជាអសរទ្រូងប្រទេសជាតិប៉ុន្តែឲ្យយុវជនធ្វើម៉េចឲ្យវាសុបាយទៅឲ្យវាសុបាយទៅផឹកស្រាញុះវ័នទៅហើយគេថាយុវជនជាអសរទ្រូងប្រទេសជាតិហុចឲ្យគ្រួក្បាលខូចអស់លីងត្រូវគិតហើយយុវជនខ្លួនឯងត្រូវដឹងខ្លួនឯងមិនមែនរស់ត្រឹមអាយុ20ឆ្នាំទេ
កុំចង់រស់ត្រឹមតែអាយុ20ឆ្នាំបើរត់ចង់រស់ត្រឹមអាយុ20ឆ្នាំសប្បាយចង់ទៅអាហ្នឹងដៃបន្ទោសវិញណានេះនីតិកាលទី7លោកគ្រូដឹងហើយ slogan នេះគោលនយោបាយធំរបស់រដ្ឋាភិបាលមូលធនមនុស្សទឹកភ្លើងផ្លូវ digital ចឹងនៅនឹងទាំងអស់នេះនៅក្នុងមួយថ្នាក់នឹងទាំងអស់ត្រូវគិតនឹងសរុបមកមូលធនមនុស្សគឺសំខាន់ផុតសម្រាប់ប្រទេសជាតិមិនមែនពេជ្រមិនមែនរ៉ែមាសក្រោមដីទេអ្វីដែលសំខាន់គួរក្បាលមនុស្សជប៉ុនមានឯណារស់លើដុំថ្មដែលទឹកណាសិង្ហបុរីរហូតតែទឹកផឹកបានផងណាអ៊ីស្រាអែលនៅលើវាលខ្សាច់ណាចឹងមិនបានគេមានគេខ្លាំងទៀតគួរក្បាលមនុស្សហើយបើខួរក្បាលមនុស្សខ្មែរអត់មិនមែនសង្កលបានប៉ុន្តែប្រព័ន្ធដែលធ្វើឲ្យខូចខួរក្បាលនិយាយចឹងមិនមែនខំវាសនាទេទេតូចត្រូវក្រាំងឬងំឲ្យខ្លួនឯងក៏មកតូចយើងខ្សោយសេដ្ឋកិច្ចយើងខ្សោយហើយអត់ព្រមធ្វើឲ្យខ្លាំងអីចុះខ្សោយដល់ណាទៀតប្រទេសតូចគេខ្លាំងមកកណោតាចឹងចាប់ហើយជូនទៅ MC វិញចាសូមអរគុណច្រើនដល់ឯកឧត្តមបណ្ឌិតចំពោះបទបង្ហាញតាក់ទងទៅនឹងបញ្ញាសិប្បនិម្មិតចា